រដ្ឋមន្ត្រីក្រសួងព័ត៌មានអាដាមណេតភត្រាបានស្នើឲ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគមន៍របស់ខ្លួនដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជាពិសេសទប់ស្កាត់ព័ត៌មានคล้ายៗនឹងការយកថ្នា TikTok សម្រាប់រកលុយដែលប្រជាពីក្រមសីលធម៌វិជ្ជាជីវៈបំពុលសង្គមការស្នើសុំរបស់អាដាមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រី Chenida Cliven ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី19ខែមីនាឆ្នាំ2025នៅទីស្តីការក្រសួងព័ត៌មានអាដាមណេតភត្រាបានលើកឡើងថាបណ្ដាញផ្សព្វផ្សាយសង្គម TikTok គឺជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ស្ថាប័នទាំងរដ្ឋនិងឯកជនជាមួយប្រជាពលរដ្ឋហើយជាមួយភាពងាយស្រួលនេះដែរក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការប្រើប្រាស់បណ្ដាញសង្គមរួមមានព័ត៌មានคล้ายៗការបៀតបៀនការបង្ហោររូបភាពអាភាសការជេរប្រមាថនិងវោហារសាស្ត្រស្អប់ខ្ពើមប្រកាន់ពូជសាសន៍ជាដើមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់ក្រុមហ៊ុន TikTok សិក្សាពីលទ្ធភាពក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋទូទៅដើម្បីបានស្វែងយល់ច្បាស់អំពីស្តង់ដារសហគមន៍របស់ TikTok ផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យក្នុងពេលប្រើប្រាស់ក្នុងឱកាសនោះអាដាមណេតភត្រានិងលោកស្រី Chenida Cliven បានបញ្ជាក់ពីការពង្រឹងកិច្ចសហការគ្នាដើម្បីធានាការប្រើប្រាស់បណ្ដាញសង្គម TikTok ដែលប្រជាប្រិយភាពនៅកម្ពុជានិងនិន្នាការរបស់ប្រជាជនកម្ពុជាក្នុងការទទួលព័ត៌មានគ្រប់ប្រភេទពីបណ្ដាញផ្សព្វផ្សាយសង្គមជាពិសេស TikTok ឲ្យមានសុវត្ថិភាពនិងប្រកបដោយភាពត្រឹមត្រូវក្នុងកិច្ចពិភាក្សាការងាររវាងក្រសួងព័ត៌មាននិងតំណាងក្រុមហ៊ុន TikTok ក៏បានលើកឡើងនូវភាពចាំបាច់ក្នុងការការពារពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនផងដែរ